ថ្ងៃនេះចង់មកសួរបងទាំងអស់គ្នាថាកាលពីយើងនៅតូចៗបងនឹងហើយបងមានដែរធ្លាប់យល់សប្តិឃើញអ្វីដែលថាអឺយល់សប្តិឃើញរឿងនឹងហើយរំលងបានប្រហែលថ្ងៃរឿងនឹងមកដល់ខ្លួនបងធ្លាប់ដេកយល់សប្តិអញ្ចឹងអត់បងអើយបើខ្ញុំវិញកាលនេះខ្ញុំនៅទូយកកាលនោះម៉ែខ្ញុំប្រើទៅទិញស្អីទេដូចជាខ្ទឹមសហ្នឹងហើយប្រើទៅទិញខ្ទឹមសរួចទៅនាងខ្ញុំដើរទៅទិញរហូតដល់ពេលជពុកជើងជាមួយដីខ្សាច់ខ្ញុំភ្លេចបាត់ទៅដល់ពេលភ្លេចហើយទិញប៊ីចេងមកវិញបងដល់ពេលហើយអញ្ចឹងទៅក៏អឺអានឹងយូសប់ឯណាហ្នឹងហើយយូសប់ក៏ពេលត្រឡប់មកវិញហ្នឹងពេលត្រឡប់មកចិត្តដល់ផ្ទះហើយបងឲ្យចិត្តដល់លបងផ្ទះហើយផ្ទះខ្ញុំហ្នឹងពេលហ្នឹងផ្លូវគេអត់មានទាន់ឈូសស្អាតទេគឺវាមានខ្នល់មានដីខ្សាច់មានអីចឹងណាហ្នឹងហើយអ៊ំម្នាក់ហ្នឹងគាត់ជិះម៉ូតូមកគាត់ជិះម៉ូតូដឹកអីវ៉ាន់សពីងសពងរបៀបគាត់ថាទិញអីវ៉ាន់លក់តាមភូមិអីចឹងណាបងហ្នឹងហើយចឹងទៅខ្ញុំឃើញម៉ូតូគាត់មកខ្ញុំថាគិតក្នុងចិត្តថាម៉ូតូហ្នឹងមកដឹងតែជិះ100សម្ដៅ100អញអញ្ចឹងជិះគាត់ឲ្យហើយសិនរត់ចូលព្រៃបងប្អូនឲ្យរត់ចូលអាលបងគេមានបលាមានអីជំនាន់ហ្នឹងក៏បលាលបងគេធ្វើអាលបងបលាលូហ៎ហ្នឹងហើយមានដើមឈើអាដើមឆ្អឹងមាត់ហ្នឹងខ្មៅបងហ្នឹងហើយសបោអាហ្នឹងជាងគេចាប់ពីឲ្យរត់ចូលក្នុងព្រៃហ្នឹងប្រោកបងហើយមានឯណាម៉ូតូគាត់នឹងដឹងយ៉ាងម៉េចគាត់ទេគាត់មកវជិះទៅតាមដេញខ្ញុំនាងខ្ញុំដល់ក្នុងព្រៃហ្នឹងបងហើយថានាងខ្ញុំស្រែកឡើងនេះអស់ហើយតែលបងហ្នឹងលបងផ្ទះខ្ញុំណាបងចិត្តដល់ផ្ទះហើយចូលផ្ទះអត់ទាន់គាត់ដេញតាមមកតែម្ដងដល់ពេលហើយម្លងបានរឿងហ្នឹងប្រហែលជា3ថ្ងៃបងអញ្ចឹងហើយ3ថ្ងៃក្រោយម៉ែខ្ញុំប្រើហៅខ្ញុំប្រើមែនតើណាដល់ពេលអញ្ចឹងហើយខ្ញុំថាខ្ញុំអត់ទៅទេម៉ែអើយម៉ែអញប្រើគេផ្សេងទៅព្រោះខ្ញុំដេកយូរសពឃើញថាយាយប៉ែម្នាក់ហ្នឹងជិះម៉ូតូមកដេញបុកខ្ញុំអញ្ចឹងខ្ញុំអត់ទៅទេម៉ែអញប្រើគេផ្សេងទៅអញ្ចឹងណាប្រកែកមួយម៉ែហើយនៅតែ2នាក់គាត់ហ្នឹងដល់ពេលអញ្ចឹងគាត់ថាចេះអត់ទេកូនឯងត្រូវទៅបើកូនឯងមិនទៅកាលណាទៅមានតែម៉ែទៅហើយបើម៉ែទៅសឡអីហ្នឹងមិននេះអស់ហើយអញ្ចឹងកូនឯងត្រូវទៅហ្នឹងហើយដល់ពេលអញ្ចឹងទៅប្រកែកមួយម៉ែអត់ឈ្នះក៏ទៅបងប្អូនហើយវាដូចមែនតើណាដូចរឿងនឹងវាកើតឡើងមែនតើអញ្ចឹងណាបងហើយខ្ញុំចំណាំមើលតាំងពីតូចមករហូតដល់ឥឡូវហ្នឹងអត់ដូចមុនទេបងដូចថាយើងប្រែប្រួលយើងនឹងយើងហូបពងមាន់ហូបពងទាអីចឹងដល់ពេលអញ្ចឹងវាអត់បានដូចឆុតដោយការនេះខ្ញុំនៅទូចទេហ្នឹងហើយដល់ពេលអញ្ចឹងទៅបងហើយថាគិតហើយគិតទៀតគិតម៉ូតូពីអ៊ំនឹងដេញតាមបុកតបានអញ្ចឹងហើយបុកទៅដល់យើងទៅគៀនលបងអើយថាកលិតកលាញ់ដៃជើងអស់ហើយលបងបលាលូហើយនឹងដើមឆ្អឹងមាត់ហើយម៉ូតូគាត់មកហ្នឹងហើយវ៉ាន់គាត់ទៅពីងជពងពេញហ្នឹងសួរគាត់ថាមិនបានអ៊ំឯងតាមយល់ក្នុងយល់សពខ្ញុំអ៊ំឯងដេញបុកខ្ញុំមកសាហើយដល់ពេលឥឡូវមកមែនតែននេះអ៊ំឯងមកបុកខ្ញុំធ្វើអីទៀតបើក្នុងយល់សពអ៊ំឯងបុកខ្ញុំហើយហ្នឹងអញ្ចឹងគាត់ក៏ថាដឹងទេប្រាំម៉ូតូគាត់អត់ស៊ីហើយគាត់គិតថាមានស្អីមានតែទៅគៀនលបងទៅដើម្បីឲ្យវាជួយទប់អញ្ចឹងណាកុំឲ្យបុកខ្ញុំឲ្យចៃដន្យហើយនាងខ្ញុំរត់ចូលក្នុងលបងនឹងដែរដល់ពេលហើយមានណាបងហើយអញ្ចឹងហើយទៅទាំងពីរអ្នកនឹងត្មងទៅនៅក្នុងលបងទាំងពីរអ្នកហ្នឹងតែគាត់មានរបួសអីមានអីណាអត់ទេមានតែនាងខ្ញុំហ្នឹងហើយអើយបងឲ្យគិតថាមែនទេណាមិនលេងសើចទេណាបងរឿងជីវិតខ្ញុំពិតតែម្ដងខ្ញុំជួបផ្ទាល់ខ្លួនឯងតែម្ដងមែនបដិទ្ធរឿងយកមកនិយាយឯងមែនទេកាលខ្ញុំនៅទូចអាយុប្រហែលជា11 12ឆ្នាំបងហ្នឹងហើយដល់ពេលអញ្ចឹងហើយនាងខ្ញុំអត់យល់ខ្លួនឯងទេដល់ពេលអញ្ចឹងបងអើយហើយបងណាខ្លះធ្លាប់ជួបប្រទះរឿងអញ្ចឹងដូចខ្ញុំអត់បើសិនជាបងមានជួបប្រទះជួយខមមិនក្រោមវីដេអូប្រាប់បងម្នាក់មួយផងអញ្ចឹងអរគុណវីដេអូបងអត់មានអីច្រើនទេមានតែប៉ុណ្្នឹងបងអើយថ្ងៃនេះអត់មានបានធ្វើវីដេអូអីទាំងអស់តែម្ដងដោយសារតែបងកាពះខ្ញុំគាត់ធ្វើទុកធ្វើឲ្យគ្មានកម្លាំងគ្មានកំហែងទេបងសម្បីតែហូបសម្បីតែនិយាយគាត់ចង់និយាយដែរអញ្ចឹងអរគុណច្រើនបងជួបគ្នាវីដេអូក្រោយទៀតបាយបាយ